ការពារឲ្យពងសុវត្ថិភាពក្នុងការធ្វើដំណើរតាមផ្លូវទឹកគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្ការហានិភ័យនិងការស្លាប់ដែលបណ្ដាលមកពីការលង់ទឹកការពារឲ្យពងសុវត្ថិភាពធ្វើដំណើរតាមផ្លូវទឹកមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនិងការស្លាប់បណ្ដាលមកពីការលង់ទឹកអ្នកធ្វើដំណើរតាមផ្លូវទឹកទាំងអង្គគួរពាក់ឲ្យពងជាស្រេចពេលចុះយានជំនិះផ្លូវទឹកមិនថាផ្លូវជិនផ្លូវឆ្ងាយអ្នកចេះហែលទឹកឬមិនចេះហែលទឹកចំពោះអ្នកមិនចេះហែលទឹកអាវពងធ្វើឲ្យរាងកាយអ្នកកំពុងលង់ទឹកអណ្ដែតរក្សាក្បាលនិងមុខឲ្យនៅលើផ្ទៃទឹកបង្ការការជ្រក់ទឹកនិងថប់ដង្ហើមការនេះធ្វើឲ្យអ្នកសង្គ្រោះងាយរកឃើញអ្នកកំពុងលង់ទឹកនិងសង្គ្រោះជីវិតទាន់ពេលវេលាចំពោះអ្នកចេះហែលទឹកស្រាំនៅពេលលង់ទឹកអាចប្រឈមនឹងការប្រឹងហែលទប់ទល់នឹងចរន្តទឹកខូងឬការបោកខ្ទប់របស់រលកធំៗជាដើមការពាក់អាវពងកាត់បន្ថយភាពនឿយហត់ពេលប្រឹងហែលទឹកនិងភាពស្លន់ស្លោបាត់ម្ចាស់កាំងដូចនេះក្នុងពេលធ្វើដំណើរតាមទឹកពេលមានភ្លៀងខ្យល់រលកធំៗឬទឹកហូរខ្លាំងតាមសមុទ្របឹងឬទន្លេធំៗតាមទូកកំសាន្តតូចៗអ្នកដំណើរត្រូវពាក់អាវពងជាចាំបាច់ដើម្បីសុវត្ថិភាពទាំងអស់គ្នាការលង់ទឹកអាចបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗដែលជាការឈឺចាប់បំផុតសម្រាប់គ្រួសារវាក៏អាចបណ្ដាលឲ្យប៉ះពាល់ខួរក្បាលនិងបណ្ដាលឲ្យមានពិការភាពបន្ថែមបន្ទុកសម្រាប់គ្រួសារបាត់បង់ចំណូលដែលបន្សល់ទុកនូវការសោកស្ដាយអស់មួយជីវិតការលង់ទឹកគឺជាបញ្ហាសុខភាពសាធារណៈគួរឲ្យកត់សម្គាល់មួយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងបានឆក់យកអាយុជីវិតមនុស្សច្រើនជាង 83,508 នាក់ជារៀងរាល់ឆ្នាំនៅកម្ពុជាការលង់ទឹកមានអត្រាប្រមាណ 7.6 ក្នុងចំណោមមនុស្ស 10,000 នាក់ខ្ពស់ជាងអត្រាមធ្យមសកល 3.8 និងអត្រាមធ្យមក្នុងតំបន់ 4.3គ្រោះថ្នាក់កើតឡើងដោយសារការលង់ទឹកអាចបង្ការបានប៉ុន្តែគួរឲ្យសោកស្ដាយការធ្វើដំណើរតាមផ្លូវទឹកកន្លងមកមិនសូវបានពាក់អាវសុវត្ថិភាពទេរួមទាំងអ្នកមិនចេះហែលទឹកនិងកុមារតូចៗនេះជាការកត់សម្គាល់របស់លោកវិជ្ជបណ្ឌិតមុំគង់នាយកប្រតិបត្តិអង្គការសុខភាពកម្ពុជាចំណែកលោកស្រីបណ្ឌិតអេដាមូស៊ីរីងតំណាងអង្គការសុខភាពពិភពលោកបានបន្ថែមថានៅកម្ពុជាការលង់ទឹកប្រមាណ 80% កើតមានចំពោះអ្នកធ្វើដំណើរតាមផ្លូវទឹកដែលមានអាយុក្រោម 50 ឆ្នាំដែលជាវ័យផលិតផលសេដ្ឋកិច្ចបច្ចុប្បន្ននិងអនាគតលោកលេសុវណ្ណរិនអគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែក្រសួងសាធារណកម្មនិងដឹកជញ្ជូននិងសហការីបានចុះចែកអាវពងសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមផ្លូវទឹកនៅស្រុកស្អាងខេត្តកណ្ដាលព្រមទាំងបានអំពាវនាវឲ្យមានការពាក់អាវសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹកម្ចាស់នាវាម្ចាស់កំពុងចម្លងនិងប្រតិបត្តិការដឹកជញ្ជូនទាំងអង្គសូមបន្តការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរជាចម្បងសូមកុំឲ្យអាយុជីវិតបងប្អូនបាត់បង់ដោយសារតែការធ្វើប្រហែសគ្រោះថ្នាក់បណ្ដាលមកពីការលង់ទឹកអាចបង្ការកុំឲ្យកើតមានឡើងបានដោយអនុវត្តតាមគោលការណ៍សុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹកការពាក់អាវពងសុវត្ថិភាពគ្រប់ពេលក្នុងការធ្វើដំណើរតាមផ្លូវទឹកទាំងអ្នកមិនចេះហែលទឹកនិងអ្នកចេះហែលទឹករួមចំណែកកាត់បន្ថយនូវគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការលង់ទឹក